សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីសកម្មភាពខ្លះៗដែលខ្ញុំបានទៅជួស្រែនៅប្រហែលជា2សប្តាហ៍ហើយខ្ញុំអត់ទាន់បានកាត់ដើម្បីផុសអញ្ចឹងណាអញ្ចឹងវីដេអូមួយនេះគឺរត់ចេញពីស្រែទម្រាំទៅរួចបងប្អូនទាំងខ្ញុំទាំងគេឃើញគេយន្តច្រើនដែរបងប្អូនភ្លៀងខ្លាំងមែនតើអញ្ចឹងចាំមើលថាតើក្នុងវីដេអូនេះមានសកម្មភាពអីគេខ្លះបងប្អូនចាំទស្សនាទាំងអស់គ្នាបាទចាប់ដើមដំបូងហ្នឹងគឺយើងចេញដំណើរពីផ្ទះរបស់យើងទៅហើយថ្ងៃនេះទៅអត់បានពីព្រលឹមទេបងប្អូនរៀងព្រឹកប្រហែលជាម៉ោង6:07ហ្នឹងឯងអត់មែនព្រឹកព្រលឹមបែបទេរាល់ដងបើសិនជាទៅភ្ជួរអីចាប់ដើមទៅហ្នឹងតាំងពីម៉ោង5ម៉ោងអីតែដោយសារថ្ងៃនេះជាថ្ងៃដំបូងផងរៀបចំពីងាកអត់តាន់ហើយព្រឹកឡើងរៀបចំបន្តទៀតអញ្ចឹងចាប់ដើមចេញដំណើរទៅរៀងយឺតបន្តិចហើយដោយសារថ្ងៃដំបូងគឺយើងត្រូវរៀបចំច្រើនមកដល់កន្លែងហើយនៅដាក់ប្រេងដាក់អីផ្សេងគឺយន្តក៏ទុកចោលយូរហើយផាក៏ទុកចោលយូរអីដែលយើងត្រូវជួររស់ហ្នឹងក៏ទុកចោលយូរដែរយើងចឹងយើងលាបប្រេងលាបអីយើងមើលឲ្យបានស្អាតបានសិនដើម្បីមុននឹងភ្ជួរទៅប្រកាសថាវាល្អវាភ្ជួរស្រួលអីចឹងណាហើយយើងចាប់ដើមដាក់ហ្នឹងដាក់ទ្រាំទៅហើយហ្នឹងវារៀងថ្ងៃដែរហើយនេះជាទស្សនវិជ្ជានៃស្រែខាងជើងហើយបន្ទាប់ពីរៀបចំរៀបអីហើយហ្នឹងគឺយើងចាប់ដើមភ្ជួរហើយបងប្អូនអើយយើងខានភ្ជួរយូរនោះយើងចោះទៅភ្ជួរថ្ងៃដំបូងអញ្ចឹងម៉ែអើយពងដៃរបស់យើងនឹងពាក់ស្រាប់ដៃនៅពងទៀតណាដោយសារដីវារៀងរឹងផងហើយបានតែប្រហែលជុំ 4-5 ជុំហ្នឹងដូរគ្នា 4-5 ជុំដូរគ្នាបាត់ហើយបងប្អូនខានភ្ជួរយូរជិះទៅឲ្យតែចាប់ភ្ជួរដំបូងអញ្ចឹងបានតែ 5-6 ជុំហត់ខ្លាំងបើសិនជាយើងភ្ជួររាល់ថ្ងៃយើងមកភ្ជួររាល់ព្រឹករាល់ថ្ងៃអញ្ចឹងទៅមិនសូវអីទេអានឹងបានមកងារបានមកអីអញ្ចឹងទៅតែនេះអត់ទេហើយជាពីមួយថ្ងៃទៅព្រោះនៅនេះស្រែនៅបែកខាងជើងបងប្អូនចាប់ដើមភ្ជួររស់វិញហើយបងប្អូនហើយចាប់ខាងបងប្អូនវិញខាងបងប្អូនព្រោះអស់នៅខ្ញុំឃើញបងប្អូនយើងមួយចំនួនថាជាព្រោះហើយឃើញមាន post story ផអីឃើញជួស្រែជួអីតែព្រោះអស់ហើយមើលទៅហើយនៅខាងនេះវាច្រើនចាប់ដើមព្រោះហើយនឹងជ្រួយដើម្បីព្រោះអញ្ចឹងណាអ្នកខ្លះព្រោះហើយអញ្ចឹងអ្នកខ្លះព្រោះហើយតែសំខាន់ដីខ្ញុំនេះវាអាចណាស់វានៅរឹងពិបាកភ្ជួររឹងហើយធំទៀតបាន 5-6 ជុំមិញហត់ហើយរៀងរឹងផងបើដីរៀងស្រួលហើយទៅរៀងលឿនតែហ្នឹងដឹងហើយអត់ទេបងប្អូនពីហាត់ជាងបាទយើងជួក៏ហូបបាយថ្ងៃត្រង់សិនដោយសារដល់ថ្ងៃត្រង់ហើយមកងារអីយើងហូបបាយថ្ងៃត្រង់សិនហើយជួបបដាភ័យតែបងប្អូនឃើញភាគច្រើនឥឡូវនេះគឺពេលល្ងាចឡើងគឺពពកវាឡើងរោតាភ្លៀងអញ្ចឹងណាល្ងាចឡើងគឺរោតាភ្លៀងងាចឡើងរោតាភ្លៀងអញ្ចឹងបើសិនជាចង់ភ្ជួរអីវាពេលល្ងាចយើងរៀងពិបាកហើយកំពុងតែភ័យភ្ជួរបដាភ័យបដាខំពលឿនផងអីផងជួទៅនិយាយថាភ្ជួហ្នឹងអាពេលដែលចិត្តដល់ពាក់កណ្ដាលងារមួយទៀតហើយភ្លៀងអាលឹមម្ដងហើយអាលឹមហ្នឹងគាត់ថាវាមិនទាន់អីទេសារមេឃមើលទៅវារៀងស្លាស់ដែរណាប៉ុន្តែដល់ពេលមកលើកទី2មានណានាំគ្នារត់បាទអ្នកគៀននឹងរត់ទាំងអស់បាទគេមកព្រោះផងគេមកភ្ជួរផងហើយដល់ពេលខ្ញុំដល់ពេលឃើញមេឃពិបាកវិញរត់មុនគេរៀបមានតាន់ណាហើយចំប៉ះដីបន្លាយនេះអត់មានគ្រោះអត់មានអីផងជីកទៅហើយល្អិលរេពេញទៅនឹងហើយខ្ញុំមិនសូវប្រកែទេខាងបើកដឹកអីរៀងធ្ងន់ហើយទៅលើផ្លូវបែបហ្នឹងខ្ញុំភ័យដែរខ្ញុំអត់សូវហ៊ានបើកដែរហ្នឹងហើយទ្រាំតែបានមកដល់ផ្លូវថ្នល់គ្រូក្រហមបែបនេះរឿងភ័យខ្លាំងមែនទែនហើយទៅដល់មុខទៀតវាជាមានផ្លូវរៀងដីមួយទៀតអត់មានជាគ្រូក្រហមវាគ្រោះតិចហើយក៏ឃើញពូម្នាក់ហ្នឹងគាត់ដឹកអីវ៉ាន់ដែលគាត់យកទៅលក់ណាជាប់ចឹងទៅក៏ជួយរុញគ្នាទៅហើយមកទុះមកឃើញកយន្តបងមកឡើងមកកណ្ដោគាត់មកតាមក្រោយតែខ្ញុំរៀបចំរឿងមុនគេបន្តិចហើយភ្លៀងគាត់ថាថតដល់ហើយថាបើមិនថតមិនយើងចង់បានវីដេអូដែរដើររុញអាទេសហ្នឹងឲ្យបងអូនជួយរុញតាខ្ញុំអត់បានជួយរុញខ្ញុំឡៃបើកយន្តឲ្យបងអូនជួយរុញរហូតដល់ផ្លូវស្រួលបានឡើងលើកយន្តវិញហើយថ្ងៃហ្នឹងអត់បានហើយទេបងប្អូនទេស្រែខ្ទង់2ហាត់តែអត់បានហើយទេសារភ្លៀងដេញពេកឲ្យត្រឡប់មកផ្ទះវិញមកដល់ផ្ទះមានណា
អឺបានឲ្យតែមកដល់ផ្ទះហ្នឹងឯងមកដល់ផ្ទះឃ្លាតបាយឃ្លាតអីផងហើយមេភ្លៀងចេះតែអីក៏ឆ្ងាញ់ដែរបងប្អូនហើយស្វាយអាផ្ទុំជាប់នៅក្នុងឃ្លាំងហ្នឹងដាក់ទៅឆ្ងាញ់មែនតើ